និយាយពីរឿងរូបភាពមួយសន្លឹកដែលកំពុងតែឃើញនៅវេលាដែលខ្ញុំថតជាវីដេអូមួយคลิปនេះកំពុងតែចេញរូបចេញរាងចិត្តបរិបូរណ៍ហើយមិនមានអ្វីតទៅមុខទៀតបើនិយាយពីអ្នកណាគេធ្វើអីមករកខ្ញុំបើសិនជាខ្ញុំចំពាក់កម្មគេពីមុនខ្ញុំមិនបានទទួលតែថាបើខ្ញុំមិនបានចំពាក់គេពីមុនទេសូមអ្នកទទួលយកទៅវិញទៅព្រោះអីវាមិនមែនផិនខ្ញុំនិយាយអញ្ចឹងយល់ហើយណមិនបាច់និយាយអីប្រជុតប្រឆាំងដាក់គ្នាទេព្រោះរូបភាពមួយរូបនេះវាអាចបំបែកបានគ្រប់ផ្លូវងងឹតមន្តអាគមផ្លូវងងឹតបើបងប្អូនណាគិតថាមានប្រយោជន៍បងប្អូននោះអាចយករូបភាពនេះទុកគ្រាន់ការពារផ្លូវងងឹតបានបាយបាយ